បាទជាបន្តសូមគោរពអញ្ជើញតាមដានទស្សនាការប្រកួតគូទី1ដែលជាគូបោកឆាបាទរវាងខ្មែរនិងបរទេសតែគាត់មិនមែនជាបរទេសខ្លាំងយកមកប្រសពគេទេគឺគាត់មកទេសចរអញ្ចឹងគាត់ស្រឡាញ់គាត់អង្គុយមើលទៅគឺស្រឡាញ់មើលគាត់ថាក្លឹបណាតំណងគាត់សុំចូលហាត់ដែរឥឡូវនេះតាមើលបាទដំបូងមកគាត់យ៉ាងម៉េចដែរសំញ៉ាំថាចូលគាត់ឆ្វេងបាទទូលូដាក់មកដៃឆ្វេងបាទពេញគៀមមិញអូយមើលទៅហាក់បីដូចជាបាត់ពិសោធន៍សំញ៉ាំថាល្អកែឆ្វេងបាត់បាទទូលូចង់ក្រហមមុខបាត់ទៅហើយតែមិនអីទេគាត់សំញ៉ាំថាហាក់បីដូចជាមើលទៅមិនមែនអ្នកធម្មតាថ្មីទេបាទសំទៅចេះវាយ10 20ដងហើយព្រោះមើលទៅកាយវិការសំញ៉ាំថាគឺមិនមែនសំជាអ្នកម្ដងទេបាទទូលូបានមើលទៅរៀងសំជាងទៅបានដៃហើយឆ្វេងដល់តាមដៃរបស់ទូលូតាមដៃទូលូបាទស្ទេវិនប្រូបាទសូមអញ្ជើញស្រាយទូលូសឹកអំណាចគាត់ទេឥឡូវចង្គង់សំញ៉ាំថាហើយចង្គង់សំញ៉ាំថាកែងសំញ៉ាំថាអាយ៉ាកែងឆ្វេងសំញ៉ាំថាអនផុតលោកមនទីថនចាប់ញែកបាទស្ទេវិនយ៉ាងម៉េចអីចេះគាត់ខាងក្រោមរបស់សំចន្ទាចូលមកដៃឆ្វេងពេញមុខទៀតស្ទេវិនគាត់ឆ្វេងគាត់ស្ដាំហើយចលោឆ្វេងមកគាត់អត់ដល់ទេគាត់អត់ហ៊ានចូលកប់រៀងថយឆ្វេងចង្គង់ឆ្វេងមួយទៀតឆ្វេងរបស់សំចន្ទាឆ្វេងស្ដាំយ៉ាងម៉េចអីចេះអត់អីទេមើលទៅអត់យ៉ាងហ្នឹងមិនរួចផុតពីទឹកទី1ទី2ទេតែសំចន្ទាគាត់បុកដៃឆ្វេងពេញគាត់ឆ្វេងមួយទៀតកែឆ្វេងតែvẫn ơi mà đây mà đua thằng phần đen cái lượt vô tới trường thẹn ghê liền mặt nhóc pinh pinh năm đo mấy mặt đây lâu mà choទៀតគាត់ឆ្វេងmặtឆ្វេងសំចន្ទាគាត់ឆ្វេងមួយទៀតតែvẫnរងជាប់តែvẫnហើយបាទឆ្វេងបែកចោលទេសំចន្ទាព្រោះថាតែvẫnមិនដើរចូលគាត់ឆ្វេងពេញបែកសអញ្ចឹងមិនយូរទេបាទក្រហមជាប់ពេញនឹងឲ្យមិនដែរឆ្វេងរបស់សំចន្ទាបាទត្រូវបបេះឆ្វេងមួយទៀតឆ្វេងអើយបាទលោកអញ្ញាកដារាប់ហើយមិនអីចេះអត់រាប់បាត់ហើយបាទព្រោះថាចង់បែកចាំមកបាត់ហើយបាទលោកអញ្ញាកដាពុំមានណាហាមទៅវាយទៅឡោកបន្តការប្រកួតមិញគាត់រាប់ទេគាត់ពុំមានសំចន្ទាហាមទៅថតទៅឡោកទេណាមួយលោកអញ្ញាកដាស្រែកឈប់គឺឈប់ចង្គង់ឆ្វេងដាក់មកចង្គង់ទៀតហើយបាទលោកអញ្ញាកដារាប់មួយសិនយ៉ាងម៉េចចេះអីបាទលោកអញ្ញាកដាទៅពុំមានសំចន្ទាវិញបាទបន្តការប្រកួតចាប់ទឹកទី1 Brano ហាក់បីដូចជារៀងយ៉ាប់បន្តិចឥឡូវយើងទៅងាកមើលរូបភាពយឺតបាទដែលជាការកាច់ហើយក៏គាត់វងមកចង្គង់នេះបាទវងមកចង្គង់គាត់ដួលក៏រុញបាទឲ្យថែមមួយទៀតកន្លែងនេះបានលោកអញ្ញាកដាគាត់ពមៀនទៅសោមចន្ទថាថាកុំថែមនៅពេលដែលគេដួលបើគេស្លាប់ខុសយើងឥឡូវយើងបន្តដំណើរមកដល់ទឹកទី2ជាបន្តទៀតមកមកដៃឆ្វេងនេះចុកពេញមុខទៀតឲ្យផ្លោងសំចន្ទាឆ្វេងតាមឆ្វេងតាមទាត់ចង្គង់ហោមួយទៀតដួលបាត់ទៅហើយបាទលើកនេះលោកអញ្ញាកដារាប់មែនហើយបាទ Steven Brano បាទរាប់រាប់អង់គ្លេសតែរាប់ទៅរាប់អង់ដើរត្រកាត់ក៏ទៅបាទគាត់និយាយបារាំងអញ្ចឹងកវីក្បាលអើយបាទបែកមាត់បាត់ហើយSteven Brano បាទមកចង្គង់ហោមិញបាទពេញមាត់ពេញមុខតែម្ដងបាទសោមវិហ័យទៅសុំទោសបាទគាត់ចេះនិយាយបារាំងគាត់ចេះនិយាយខ្មែរវិញនេះចង្គង់ហោនេះដល់មុខពេញតែម្ដងមកធ្វើអីStevenគាត់បែកមាត់បាទត្រឹមទឹកទី2បើកឆាបាទចង្គង់ហោសំចន្ទាគេថាចង្គង់ពឹសបាទអូយបាទលទ្ធផលគឺបង្គោលខៀវសោមចន្ទាបាទផ្ដួលឲ្យកីឡាករ Steven Brano សន្លប់ទឹកទី2តែម្ដងបាទកម្ពុជាអ្នកប្រយុទ្ធគុណខ្មែររបស់បណ្ដាញស្ថានីយទូរទស្សន៍ My TV
ស្វាគមន៍គ្នាមួយគេដើរទឹកទី1បាទជួបគ្នាមួយលើកអាចដឹងទិញដេចដូចជាយុទ្ធសាស្ត្ររបស់ទូចរៈខ្លះអញ្ចឹងហើយជាមិនទិញក្នុងទេបាទគ្រិកកសោថ្ងៃនេះសួរទៅអាថាចង់សងទឹកឲ្យឈ្នះមែនទេវាម្ដាយឆ្វេងពីកសោបាទកសោអូយជង្គង់ចាក់ចំពោះពេញហើយក៏អោបជាប់ពីទូចរៈគ្រាបាទគ្រីបជាប់ហើយលោកកញ្ញាកណាអេមថងក៏បំបែកទាំងពីរដើរចូលពីទូចរៈធាក់មកជើងស្ដាំចាប់ជើងជាប់កសោដើរចូលតែយកដៃមករកធាក់មកជើងឆ្វេងទៀតពីវិរៈជើងឆ្វេងហើយក៏កសោអោបកសោកាច់ជង្គង់ស្ដាំហើយជង្គង់ទៅមកគ្រាជាប់សម្រាប់ទូចរៈធ្វើឲ្យកសោធ្វើអង្ការទេកសោកំពុងតែមើលចន្លោះប្រហោងរបស់ទូចរៈជង្គង់របស់វិរៈជង្គង់ស្ដាំជង្គង់ឆ្វេងជង្គង់ស្ដាំពីកសោលោកអញ្ញាកណាក៏បំបែកថាដៃចេញពីក្រៅសង្វៀនមិនអាចយកដៃទៅចាប់សង្វៀនដើម្បីធ្វើជាជំនួយទេប្រគួតជាបន្តទៀតដើរចូលពីទូចរៈមង្គលខៀវវាស្ដាំរបស់កសលវាស្ដាំរបស់វិរៈចំទៅមុខរញកសលជង្គង់របស់កសលវិញនេះត្រឹមទឹកទី1ទេបាននៅសល់4ទឹកទៀតអញ្ចឹងបើសិនជាទឹកទី1នេះរៀងស្ទុះខ្លាំងពីស្ដាំរបស់កសលស្ទុះខ្លាំងប្រកបជាអស់កម្លាំងចូលដល់ទឹកទី4ទី5ហើយជាអស់ហើយបើអ្នកទាំងពីរនៅរៀងស្ទើរដែរក៏ប៉ុន្តែការពីដំបូងរបស់កសលមង្គលក្រមនេះធ្វើការវឹកហាត់ក្នុងការប្រកួតកម្ពុជាអ្នកប្រយុទ្ធគុណខ្មែររបស់ MY TV បាទដំបូងគឺចាញ់ទៅជាឈ្នះទេក៏ប៉ុន្តែមួយរយៈក្រោយគេខំប្រឹងវឹកហាត់មែនទែនបាទចេញទៅក្រៅសង្វៀនលោកកញ្ញាកណាក៏ស្រ័យគ្នាទាំងពីរលែងបាទចាប់ទឹកទី1ដូចជាយុនសិនស្នែងទុនគួរវែកទឹកឃ្មុំយៈជាដើមបាទស្រាសាច់ដុំមានប្រយោជន៍ជួយសម្រួលសរសៃធ្វើឲ្យឈាមដើរស្រួលបាទពិសាច្រើនមិនឈឺក្បាលទៅកម្លាំងទៅត្រលៀនបាទធ្វើឲ្យគេលក់ស្រួលជំនួយសុខភាពឲ្យស្រស់ថ្លាក្មេងជាងវ័យបាទស្រាសាច់ដុំពិសេសគេដំណើរនៃរសជាតិបាទពិសាគ្រឿងស្រវឹងសូមកំបើកបកុំពិសាគ្រឿងស្រវឹងបាទទឹកទី2បន្តទៀតបង្គោលក្រមកីឡាករស្រីកសលបង្គោលខៀវទូចវិរៈមកពីក្លឹបរដាល់សាឡុបនកីឡាជួបគ្នាជំនួបលើកទី2ជង្គង់ទៅមកចាប់កាច់គ្នាទៅមកជង្គង់បើថាពេលដែលអោបគ្នាដូចនេះគឺគ្មានអីក្រៅពីជង្គង់ទេបើថាដៃរវល់តែចាប់អោបគ្នាទៅមកហ្នឹងបាទជង្គង់រុញអូយរុញកសលឲ្យកុំឲ្យឃ្លាតទៅចេញទៅឆ្ងាយមកជើងឆ្វេងរបស់កសលដើរចូលស្ទុះអូយកិច្ចផុតដូចគ្នាតបមកជើងឆ្វេងចាប់អោបជង្គង់របស់កសលអោបវិរៈក៏អោបកសលបាទជង្គង់របស់កសលបង្គោលក្រមបាទលោកអញ្ញាកណាអេវដងញែកទៅទាំងពីរបាទដល់ចូលធាក់មកយើងទៅវាយដងខ្លួនម្ដាយពីវិរៈបាទថ្ងៃនេះក៏មានកិត្តិយសផងដែរពីអគ្គរដ្ឋទូតអាមេរិកបាទមកទស្សនាផ្ទាល់តែម្ដងនៅលើនៅសង្វៀនទីដិនបាទមានការគាំទ្រច្រើនសម្រាប់ការប្រកួតបដាល់បាទសេរីខ្មែរបាទបដាល់គុណខ្មែរគាត់មកជើងខាងក្រោមបាទជង្គង់របស់វិរៈមង្គលខៀវចាប់កាច់ជង្គង់របស់វិរៈកែងរបស់កសោកែងវិញរបស់វិរៈបាទជង្គង់របស់ទូចវិរៈកសោផ្ទៃមុខឡើងក្រហមហើយបាទក្រហមដូចកង់ហើយថាត្រូវផ្ទៃមុខច្រើនលោកអេវថងក៏សម្រួលអ្នកទាំងពីរមកប្រកួតនៅកណ្ដាលសង្វៀនបាទធាក់មកយើងតូបចាប់ជើងជង្គង់របស់វិរៈជង្គង់របស់កសោតែយកដៃមករងអូយបាទស្វាគមន៍គ្នាមួយបាទថាសល់ពេលវេលា50វិនាទីទៀតបាទតតមកយើងបាទចាប់អោបហើយក៏ជង្គង់របស់ទូចវិរៈជង្គង់របស់ច្រិចកសល2ជង្គង់បាទអោបជាប់ជង្គង់របស់ទូចវិរៈជង្គង់ច្រិចកសលជង្គង់របស់ទូចវិរៈបាទលោកកញ្ញាកណាកំពុងតែមើលហើយក៏មិនទាន់បំបែកទេបាទជង្គង់របស់កសលជាយមរុញជង្គង់ទៅលើផ្ទៃដងខ្លួនលោកកញ្ញាកណាក៏ញែកដល់ពេលវេលាទឹកទី2ចិត្តបញ្ចប់មកអោបក៏ចាប់ដាច់ជង្គង់របស់កសលចំទៅលើផ្ទៃពោះហើយក៏ចាប់រើញសង្ងំសិនហើយជង្គង់តិចកម្លាំងក្រហមហ្នឹងបាទសម្រាប់ការពួនអ្នកទាំងពីរលោកកញ្ញាកណាអេវថងញែក
ចាប់ទឹកទី2សេវាបងរំលោះជាមួយអត្រាការប្រាក់ទាបបាទរួរាន់ឡើងចំនួនមានកំណត់បាទទស្សនាការប្រកួតទឹកទី3ជាបន្តទៀតជំនួបដងសឹកជួបគ្នាលើកទី2បាទលើកមុនគឺបង្គោលក្រហមកីឡាករជ្រេចកសលបានចាញ់បន្ទុដោយមិនអស់ចិត្តទៅលើកីឡាករបង្គោលខៀវទូជារៈអញ្ចឹងសូមសងសឹកបាទដើមទឹកទី3នេះគឺមើលទៅគឺមិនខុសពីទឹក2ទឹក1ទេគឺគោះជួងប៉ឹងចូលចាប់អោបប្រាជង្គង់បាទអ្នកទាំងពីរមិនសូវដូចជាមិនទាន់ប្រើកណ្ដាប់ដៃអូយតតទៅធ្វើឲ្យជួយវិរៈផ្លត់ទៀតទួវិរៈងើបទូឡើងប្រកួតបន្តទៀតព្រោះថាខ្លាចលោកអញ្ញាកណ្ដាលរាប់តែនៅយូរលោកអញ្ញាកណ្ដាលរាប់អូយតាមហើយក៏ថែមមកជង្គង់ថែមមកដៃស្ដាំទៀតពីទួវិរៈអត់ជាយាមអោបទួវិរៈជាប់ពីជ្រិចកសោជង្គង់បាទជង្គង់របស់ជ្រិចកសោបង្គោលក្រហមបាទលោកអេប៊ូថងបំបែកអ្នកទាំងពីរដើរចោតយ៉ាប់បឆោតមកជើងឆ្វេងថាអត់ទាត់ទេអ្នកទាត់គឺទួវិរៈបាទជង្គង់របស់ទួវិរៈជង្គង់របស់វិរៈកែងរបស់កសោកែងកសោហែកតូបកសោជើងទាត់មកជើងពីទួវិរៈចាប់អោបកបាទជង្គង់របស់ទួវិរៈចាប់រុញជ្រិចកសោហើយក៏ជ្រិចកសោទៅកាន់សង្វៀនបាទដូច្នេះធ្វើឲ្យលោកអញ្ញាកណ្ដាលបំបែកអ្នកទាំងពីរលក្ខន្តិកៈមិនអាចយកសង្វៀនមកធ្វើការតោងដើម្បីទទួលគូប្រកួតទេបាទចាប់អោបគ្រៀងជាប់ដូចគ្នាបាទនេះក្បាច់ដូចគ្នានេះដៃយកទៅស្ពោះដើម្បីព្រៀបជាប់អញ្ចឹងលោកអញ្ញាកណ្ដាលក៏ញែកប្រកួតជាបន្តទៀតយាជើងដូចជាអស់កម្លាំងហើយតតមកជើងពីជ្រិចកសលលោតបាត់មកជើងឆ្វេងថែមម្ដាយស្ដាំពីទួវិរៈចាប់អោបជ្រិចកសលជ្រិចកសលធ្វើអាការលោកអញ្ញាកណ្ដាលអេពូថងបំបែកតាជាថ្មីតតឆ្វេងពីទួវិរៈអោបគ្រាជាប់ជង្គង់របស់កសលពីជង្គង់ចាប់រុញជង្គង់របស់វិរៈជង្គង់កសលវិញជង្គង់របស់វិរៈជង្គង់កសលជង្គង់វិរៈជង្គង់កសលចាប់រុញកសលឲ្យដួលអ្នកនៅខាងក្រោមគឺបង្គោលបងជ្រិចកសលគាត់ទៅមកចាប់អោបចាប់កាច់អើយមកចាប់កាច់បបោកទៅកលាការអញ្ចឹងលោកអញ្ញាកណ្ដាលក៏ពុំមានដែរហាមកាច់បោកអញ្ចឹងព្រោះមិនការប្រកួតដាក់ត្រង់ទេការប្រកួតដាក់ត្រង់អូយម្ដាយស្ដាំហើយសងទៅវិញហើយសងទៅសងមកហើយក៏អោបទៀតណាអោបទៀតជង្គង់ទៅខាងក្រោយចាប់អោបបវលមកជុំរុញជង្គង់ទៅលើគល់ផ្លូវបាទលោកអេប៊ូថងញែកបាទចាប់ទឹកទី3ហើយបន្តិចទៀតទស្សនាទឹកទី4ជាបន្តទៀតជំនួបតងសឹករវាងមង្គលក្រមជ្រៃកសលមង្គលខៀវទូចវិរៈបាទដើមទឹកគឺអោបទៀតហើយចូលដល់ទឹកទី4នៅតែអោបគ្នាដដែលបាទម្នាក់មកពីខេត្តត្បូងឃ្មុំហើយម្នាក់ទៀតមកពីខេត្តស្វាយរៀងយើងប៉ះគ្នានៅលើសង្វៀនរបស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CDN បាទតតមកយើងស្ដាំពីវិរៈជង្គង់ឆ្វេងរបស់វិរៈបាទកសលអូយធ្វើអីមិនកើតទេយកដៃទៅតោងសង្វៀនឲ្យលោកអញ្ញាកណ្ដាលបំបែកសិនហើយយាជើងដើរចូលតតមកជើងមុនពីវិរៈអោបជង្គង់របស់កសលលោកអញ្ញាកណ្ដាលញែកសារជាថ្មីបាទអ្នកទាំងពីរមើលទៅរឿងល្វើយដូចគ្នាពុរាសម្រុកគ្នាតាំងពីទឹកទី1រុញជង្គង់អើយបាទជង្គង់បានមុនជ្រិចកសលលោកអញ្ញាកណ្ដាលញែកតការប្រកួតនេះមើលទៅអូយគឺថាជង្គង់ប្រាច្រើនវាដៃវាយខបាទគិតផុតពីទួយវិរៈកវីក្បាលអត់ត្រូវចូលមកទៀតមកអត់ត្រូវអត់តមកយើងឆ្វេងថែមម្ដាយទៀតពីទួយវិរៈចាប់កាច់បោកផ្ដួលបាទមិនបោកផ្ដួលទេគឺថាពេលដែលកាច់ទៅគឺទួយវិរៈបដោយខ្លួនឲ្យដួលតែម្ដងបាទជង្គង់ពីខាងក្រោយជង្គង់មួយទៀតហើយក៏ចាប់កាច់ជ្រៃកសលផ្ទៃមុខរបស់ជ្រិចកសលក៏ដូចជាដងខ្លួនឡើងក្រហមហើយស្ដាំកែងមួយទៀតមិនត្រូវទេពីជ្រិចកសលបាទរុញទួយវិរៈជង្គង់អើយហាមកែងពូទៅខាងលើហើយប្រឆាត់អីបានអត់អីទេចាប់អោបជង្គង់មួយទៀតជង្គង់ពីវិរៈបាទយកជង្គង់មកទប់ជាប់
លោកអញ្ញាកដាលអេប៊ូថងញែកខ្សែជាថ្មីអញ្ចឹងអ្នកទាំងពីរប្រហែលជាអាចឆ្លងផុតដល់ទឹក5ដោយការប្រកួតលើកមុនចាប់កាច់រុញជង្គង់របស់ទូចវិរៈហើយលោកអញ្ញាកដាលក៏បំបែកហើយមើលទៅរៀងអស់កម្លាំងរៀងខ្លួនការប្រកួតអូយបដោដៃគ្នាស្ដាំតែកិច្ចខកដូចគ្នាហើយចាប់អោបជង្គង់របស់វិរៈមកជង្គង់របស់វិរៈមកចាប់អោបជង្គង់របស់កសលលោកអញ្ញាកដាលក៏ញែកបដោដៃគ្នាចាប់អោបក៏ពីកសលជង្គង់របស់វិរៈជង្គង់អូយតោងសង្វៀនដើម្បីធ្វើការជាជំនួយហើយលោកអញ្ញាកដាលក៏ញែកពីស្ដាំមិនត្រូវកសលអោបចាប់ទឹកទី4បាទទស្សនាការប្រកួតគូពិសេសទី2ឈានចូលដល់ទឹកទី5ដែលជាទឹកកាត់ពីក្តីបាទសង្ឃឹមថាអ្នកទាំងពីរគឺនឹងផ្ដល់ភាពជឿជាក់ដល់ទូរទស្សនិកជនកំពុងតែទស្សនាបើថាការប្រកួតនេះអូយបាទប្រកបជាលោកអញ្ញាកដាលបំបាយហើយបើថាយកដៃទៅកាន់សង្វៀនតបមកយើងស្ដាំចាប់អោបក៏មកជង្គង់របស់វិរៈជង្គង់របស់កសលកែងរបស់កសលមកកសលព្យាយាមកែងតាំងពីទឹកទី1មកក៏ប៉ុន្តែទូចវិរៈមង្គលគៀវគឺហាក់បីដូចដឹកក្បាច់របស់កសលចាប់កាច់បោកផ្ដួលអូយលើកបោកឲ្យស្រួលដល់ហើយបើដើរចូលតបមកយើងឆ្វេងពីវិរៈមកជង្គង់របស់វិរៈចាប់កាច់វិរៈតែវិរៈមិនដួលអោបជាប់ជង្គង់របស់កសល2ជង្គង់ស្ដាំឆ្វេងហើយជង្គង់របស់វិរៈវិញជង្គង់កសលជង្គង់កសលវិរៈរុញកសលឲ្យទៅជ្រុងសង្វៀនហើយលោកអញ្ញាកដាលក៏ញែកទាំងពីរគូសាជាថ្មីលើកជើងធាក់ធំដូចគ្នាស្ដាំម្ដាយរបស់វិរៈអោបក៏ចាប់កាច់វិរៈកសលជង្គង់របស់វិរៈជង្គង់របស់កសលតែចេញពីក្រៅសង្វៀនលោកអញ្ញាកដាលក៏បំបែកតទៅមកស្ដាំរបស់វិរៈជង្គង់ឆ្វេងរបស់វិរៈមួយទៀតកែងរបស់កសលស្ដាំម្ដាយរបស់កសលទៅលើផ្ទៃមុខរបស់វិរៈពេញឡោណាម្ដាយមិញហើយក៏កាច់ផ្ដួលបានមើលទៅលោកអញ្ញាកដាលក៏មាន2ដងហើយលោកអេវូថងដាក់2ដងហ្នឹងណាចាប់កាច់បោកនេះអញ្ចឹងហាមអូយកែងរបស់កសលហើយក៏វិរៈជង្គង់មួយទៀតជង្គង់កសលមើលទៅចង់ប្រើកែងដើម្បីផ្ដួលទូចវិរៈតែទូចវិរៈហាក់បីដូចជាដឹងការប្រើកាក្បាច់របស់កសលឥឡូវនេះចាប់កាច់កសលវិរៈកំពុងតែអូយដួលទៅទាំងពីរហើយលោកអញ្ញាកដាលសម្រួលតបជើងស្ដាំមួយដៃកែងស្ដាំមួយរបស់កសលចាប់កាច់ជង្គង់ពេលវេលា20វិនាទីចុងក្រោយក្នុងទឹកទី5មកជង្គង់របស់កសលជង្គង់វិរៈជង្គង់កសលមកជង្គង់មួយទៀតហើយលោកអញ្ញាកដាលក៏បំបែកទៅទាំងពីរសាជាថ្មីប្រកួតបន្តទៀតដើរចូលទាត់ហើយក៏ថែមម្ដាយស្ដាំរបស់កសលចាប់កាច់កសលអូយបាទធ្វើឲ្យវិរៈដួលកលជាមួយនឹងខ្សែសង្វៀនបាទចប់ទឹកទី5បន្តិចទៀតលោកអ្នកនឹងបានដឹងបាទទូចវិរៈគឺលើកដៃដោយសង្ឃឹមច្រើនហើយចិត្តកសលក៏សង្ឃឹមដែរបាទបង្គោលខៀវបានយកឈ្នះទៅលើកីឡាករបង្គោលក្រហមបាទគឺទូចវិរៈបាទបានយកឈ្នះជាលើកទី2ទៅលើកីឡាករបង្គោលក្រហមច្រិចកសល